នៅថ្ងៃទី9ខែកញ្ញាឆ្នាំ2025ជាការបដិឆេទកំណត់ហេតុដ៏អស្ចារ្យសម្រាប់កម្ពុជាដែលបានបើកជាផ្លូវការនៅច្រកទ្វារអាកាសដ៏ទំនើបផ្សារភ្ជាប់ដំណើររួមគ្នាជាមួយបណ្ដាប្រទេសនានាជាមិត្តអន្តរជាតិនិងជាច្រកទ្វារស្វាគមន៍អ្នកដំណើរជុំវិញពិភពលោកមកកាន់ដែនដីនៃព្រះរាជាណាចក្រអច្ឆរិយៈនេះគឺជាអាកាសយានដ្ឋានអន្តរជាតិដេជោដែលរះត្រដែតឈរបង្អួតរៀងយ៉ាងស្រស់ត្រកាលនៅលើផ្ទៃដីដ៏ល្វឹងល្វើយជាង2600ហិកតានៃចំណុចប្រសពរវាងឃុំព្រែកស្លែងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលជាប់ជាមួយស្រុកបាទីខេត្តតាកែវតើមានចំណុចពិសេសអ្វីខ្លះទើបអាកាសយានដ្ឋានអន្តរជាតិដេជោដែលជាត្បូងពេជ្រដែនអាកាសរបស់កម្ពុជាកំពុងទាញក្រសែភ្នែករបស់មជ្ឈដ្ឋានអន្តរជាតិទាំងក្នុងតំបន់និងពិភពលោកផ្ដោតការចាប់អារម្មណ៍យ៉ាងខ្លាំងបានទាំងនេះគឺជាលក្ខណៈពិសេសមួយចំនួនដែលមហាជនគួរដឹងអំពីអាកាសយានដ្ឋានអន្តរជាតិដេជោទី1អាកាសយានដ្ឋានអន្តរជាតិដេជោស្ថិតនៅក្នុងអាកាសយានដ្ឋានខ្នាតធំប្រភេទ 4F ដែលអាចស្រូបយកនិងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីបនិងអាចឲ្យប្រភេទយន្តហោះធុនយក្សរហូតដល់ Airbus A380 និងយន្តហោះ Boeing 747ចុះចតបានទី2ជាអាកាសយានដ្ឋានអន្តរជាតិមានស្ថាបត្យកម្មដ៏មានឥទ្ធិពលក្នុងចំណោមស្ថាបត្យកម្មចំនួន11លើពិភពលោកនិងស្ថិតក្នុងចំណាត់ថ្នាក់ទី9ប្រភេទ 4F ក្នុងពិភពលោកហេតុដូចនេះហើយទើបថ្ងៃទី9ខែ9ត្រូវបានកំណត់ជាថ្ងៃពិសេសដើម្បីប្រារព្ធពិធីទទួលជើងហោះហើរដំបូងទី3ការ design ត្រូវបានរចនាឡើងដោយបង្កប់ជាទម្រង់សិល្បៈបញ្ចូលទៅក្នុងសំណង់ស្ថាបត្យកម្មសម័យថ្មីនៃអាកាសយានដ្ឋានអន្តរជាតិដេជោដូចជាដំបូលអគារមានរាងជាអង្រុតដែលជាឧបករណ៍ប្រពៃណីបុរាណរបស់ខ្មែរជាដើមទី4សំណង់ស្ថាបត្យកម្មដែលគិតគូរពីការសន្សំសំចៃថាមពលនិងសុវត្ថិភាពខ្ពស់ពលគឺថាមពលខាងក្នុងអគារប្រមាណ 20% ត្រូវបានទាញយកមកពីផ្ទៃអគារខាងក្រៅចំណែកដំបូលស្ថានីយ៍អ្នកដំណើរត្រូវបានសាងសង់ពីអាលុយមីញ៉ូមដែលអាចទប់ស្កាត់និងបញ្ជៀសការឆាបឆេះផ្សេងៗទី5អាកាសយានដ្ឋានអន្តរជាតិដេជោនឹងក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញផ្លូវអាកាសដ៏មានសក្តានុពលរវាងកម្ពុជាជាមួយពិភពលោក